បាទសួស្តីពុកម៉ែបងប្អូនមេបាទថ្ងៃនេះសកម្មភាពពួកខ្ញុំចុះមករួមមើលប្រាស់គ្នា3នាក់ដល់តំបន់ភ្នំនេះបាទតំបន់ភ្នំកន្លែងនេះដោយសារវាមានស្វាយទុំស្វាយជ្រូកអញ្ចឹងនេះបាទស្វាយជ្រូកស្វាយស្អុយអញ្ចឹងវាចូលចិត្តព្រមហើយកន្លែងយ៉ាងសើមណាខ្ញុំមករួមមកស្ទុះហើយបាទឥឡូវទស្សនាមើលប្រាស់ឥឡូវនេះអូនគេឃើញហើយនេះគឺខ្ញុំថតនៅវីដេអូមុនអើយស្វាយទុំធ្លាក់ទៀតហើយមិញរាប់បានខ្នុរទុំបាទនេះធំបាទឥឡូវនេះវ៉ាវ2បាទមួយរួយណាបាទវាស៊ីស្វាយវ៉ាវដល់ហើយនេះបាទនេះមកគ្នា3នាក់បាទដោយសារតែមេគាត់ត្រូវការជាមួយនឹងប្រភេទមើមប្រាំងនេះបាទហើយខ្ញុំក៏ធ្វើការចាប់អញ្ចឹងមេចង់បានបាទនៅប្រភេទនេះប្រភេទមើមប្រាំងនេះធ្វើការចង់បានអីអាចតាក់ទងមួយខ្ញុំបាទអត់គាត់បញ្ញាយមកជុំមិនមកចាប់ចឹងចុះបាទខានចឹងបាទនេះវ៉ាវជិត1គីឡូហើយបាទទៅឲ្យជិត1គីឡូហ្នឹងគុំណាបាទអស់ខ្លះអូអានឹងក៏ហមលងមកក៏ហមឲ្យធំទៀតក៏ហមឲ្យធំទៀតអាមិញតុំហ៎ណល់បាទនេះពួកខ្ញុំមក3នាក់បាទហើយគឺបានមកធ្វើការនេះទៅបោះហ្នឹងវានេះណល់វាគេបេះហើយដល់វាហើយវាដាច់ណងអីទៅនិយាយវាគេទៅវាដាច់ណងដល់តុំដល់តុំអីហ៎តុំហ៎បាទឥឡូវនេះយើងដើររួមបន្តទៀតហើយនេះគឺធំបាទចូល1គីឡូឡើយនេះចូល1គីឡូឡើយហមលោបាទឥឡូវប្អូនឃើញទៀតហើយបាទខ្ញុំហត់បាទនេះហត់ដែរដែលឡើងភ្នំនេះធំណាស់វ៉ាវវានេះអូ my god យើងដើររួមបន្តទៀតមិនមែនគឺចុច Subscribe ដាក់រូបដឹងមួយផងហើយនេះវាមានស្វាយទុំស្វាយអីអញ្ចឹងវាអាចមកមានច្រើនខាន់ចាប់បាទឥឡូវឃើញនេះដែរបាទអង្គជាស្វាយទុំហ៎ស្វាយអានេះជ្រូកមិញតើអានេះសូដប់មិញអានេះស្វាយនេះវ៉ាវមួយកងបាទហើយហមលោបហើយនេះយើងបានហ៊ានច្រើនដែរអញ្ចឹងអរគុណមែនទេសម្រាប់មេចូលមកទស្សនាជាមួយការស្វែងរកបាទសត្វមើមប្រាស់បាទនៅតំបន់ភ្នំតំបន់ដែលមានផ្លែស្វាយណាឃើញមួយទៀតណានេះអោបគ្នាបងបាយសិចអោបគ្នា12ចាប់មកអូខេអូនេះអូកាន់ទឹកមួយសុំថតមួយវ៉ាវអូខេនេះអត់ស៊ីមិនទេអរគុណបាទកុំភ្លេចចុច Subscribe ដាក់រូបកណ្ដឹងមួយហោះបាទជួបគ្នានៅវីដេអូក្រោយ